ក្រូចដំងើងាយស្រួលធ្វើទុកបានយូរទុកកាន់ឆ្នាំក៏អត់ចេះខូចដែរបងប្អូនចំពោះក្រូចនេះវិញខ្ញុំធ្វើ4ឆ្នាំហើយបងប្អូនអត់ខូចទេណាគឺកាន់តែក្រហមទុកយូរឡើងទឹកខ្មុំល្អមែនតើចំពោះវិធីធ្វើវិញគឺខ្ញុំអត់ប្រើទឹកទេខ្ញុំដាក់តែអំបិលបងប្អូនកុំឃើញទឹកអញ្ចឹងគឺថាវាចេញមកខ្លួនឯងធម្មជាតិខ្ញុំអត់បានដាក់ទេថ្ងៃនេះផងដែរខ្ញុំមានក្រូចចំនួន1គីឡូកន្លះយើងយកមកលាងទឹកសម្អាតឲ្យស្អាតជាមុនសិនហើយចំពោះក្រូចណាំងើបងប្អូនធ្វើក្រូចពណ៌លឿងនេះគឺថាពេលយើងធ្វើទៅទឹកច្រើនហើយល្អទៀតយើងលាងសម្អាតឲ្យស្អាតហើយយើងយកទៅដាក់នៅក្នុងកញ្ច្រែងឲ្យស្រស់ទឹកសិនមកបន្ទាប់មកយើងជ្រើសរើសយកកែវមួយដែលត្រូវចំនួនជាមួយក្រូចយើងយកមកដាំទឹកក្តៅស្រស់ឲ្យស្អាតដើម្បីសម្លាប់មេរោគហើយខ្ញុំដាក់ផ្កាប់ដើម្បីឲ្យកែវយើងគឺថាបានស្រស់ទឹកល្អបន្ទាប់មកយើងមកធ្វើការដាក់ដាំទឹកខ្ញុំដាំទឹកប្រហែលជា2លីត្រពេលដែលទឹកយើងបានពុះហើយខ្ញុំដាក់ក្រូចចូលទាំងអស់តែម្ដងពេលដែលបងប្អូនដាក់ក្រូចអស់ហើយបងប្អូនត្រូវដាក់នាទីហើយយើងកូរក្រូចត្រឡប់ទៅត្រឡប់មកចំនួន2នាទីដោយសារតែឆ្នាំងខ្ញុំរៀងតូចអញ្ចឹងហើយវាមាននៅខាងលើនៅខាងក្រោមបងប្អូនមានឆ្នាំងធំបងប្អូនដាក់ឆ្នាំងធំមកគឺយើងមិនបាច់ពិបាកកូរយូរបងប្អូនកុំទុកយូរពេកហើយយើងកុំទុកលឿនពេកដែរយើងកូរតែ2នាទីមកយើងលើកចុះហើយយើងចាក់ទៅក្នុងកញ្ច្រែងមួយពេលដែលយើងចាក់ចូលទៅក្នុងកញ្ច្រែងអស់ហើយបងប្អូនយកទៅដាក់នៅក្នុងកែវភ្លាមតែម្ដងយើងកុំទុកឲ្យត្រជាក់យើងដាក់ទៅក្នុងកែវអញ្ចឹងមើលលៃលោកបងប្អូនថាឃើញថារៀងចៀតអីយើងសង្កត់ឲ្យណែនមកគឺអត់អីទេចំពោះក្រូច1គីឡូកន្លះនេះខ្ញុំប្រើអំបិលកន្លះគីឡូហើយចំពោះអំបិលវិញបងប្អូនអាចដាក់ជាអំបិលគ្រួសក៏បានអំបិលម៉ត់ក៏បានដែរតែបើបានអំបិលគ្រួសវិញគឺថាកាន់តែល្អយើងដាក់តែអំបិលអញ្ចឹងយើងអត់ដាក់ស្អីទាំងអស់យើងដាក់អំបិលហើយបងប្អូនគ្របទាំងក្តៅអញ្ចឹងតែម្ដងហើយបើបានមេឃមានថ្ងៃវិញគឺថាកាន់តែល្អតែដោយសារខ្ញុំឃើញមេឃថ្ងៃខ្ញុំខំធ្វើក្រូចបងប្អូនហើយតាំងពីធ្វើក្រូចមកគឺថាភ្លៀងរហូតខ្ញុំដាក់នៅក្នុងផ្ទះតែអត់ខូចទេបងប្អូនយើងកុំឃើញអញ្ចឹងដោយសារតែយើងដាក់អំបិលដល់ហើយណាមួយចំហាយញើសដែលនៅក្នុងកែវហ្នឹងគឺថាវាជះទៅលើក្រូចអញ្ចឹងហើយវាអត់ខូចទេហើយនេះខ្ញុំទុកបានប្រហែលជា2ថ្ងៃវាចេញទឹកបានប៉ុណ្ណឹងបងប្អូនចេះតែហាលទៅបើសិនជាមានថ្ងៃតែសម្រាប់ខ្ញុំវិញអត់ថ្ងៃបងប្អូនដាក់នៅក្នុងផ្ទះវិញដល់ពេលវាយូរទៅគឺវាចេញទឹកដូចក្រូចនេះអញ្ចឹង